យើងត្រូវបានឡោពណ៌ហើយនេះជាអាសន្នពួកយើងត្រូវភៀសខ្លួនឧត្តមសេនីយ៍ឈិនជាបន្ទាន់ពួកយើងអត់ថយឆាប់ឡើងម៉ែកងយើងធ្វើបានហើយល្ងងនេះមិនមែនជាមុខសញ្ញាយើងទេគេគិតខ្លួនហើយឆាប់បិទច្រកទាំងអស់ហើយឆែកឆេរមើលទៅឲ្យឆាប់ឡើងកងសេនាឯករាជ្យបានសម្រុកទៅជំរុំចាស់ដើម្បីរំដោះឧត្តមសេនីយ៍តែពេលទៅដល់សត្រូវបានឡោមព័ទ្ធជំរុំជិតទៅហើយឈប់គូនតើនរណាទៅអ្នកនាំសារគេអាចមានព័ត៌មានសំខាន់ខ្ញុំនឹងផ្ដួលគេជួយខ្ញុំយើងមិនចង់សម្រាប់ឯងទេតែបើឯងស្រែកឲ្យគេជួយទៀតយើងនឹងបាញ់ឯងបើឯងចង់រស់ឆ្លើយនឹងសំណួររបស់យើងឲ្យត្រង់មកតើឯងជិះសេះទៅណាវរៈស្នេហ៍ហងថាមេតបក្រហមបានរត់គេចហើយឲ្យបិទច្រកទាំងអស់ដើម្បីស្វែងរកគាត់ឲ្យកងសេនាតូច4ទៅចលងស៊ីខឹងដើម្បីកុំឲ្យពួកចៅអត់ទេដើម្បីកុំឲ្យពួកលោកចាក់ចេញបានមើលទៅឧត្តមសេនីយ៍ឈិនមិនអីទេសំណាងណាស់យើងមកទាន់ទីនោះមានទាហានប្រមាណអ្នកមានកំភ្លើងធំដែរអត់ខ្ញុំមិនដឹងពីរឿងនេះទេខ្ញុំនិយាយមានមួយក្រុមហើយមានកំភ្លើងយន្តមើលទៅយើងត្រូវវាយឆ្មក់គេហើយដោះឯកសន្តានឯងចេញភ្លាមឥឡូវគឺមិនអីទេតែឧត្តមសេនីយ៍គឺរងរបួសធ្ងន់យើងត្រូវតែប្រញាប់ទៅពេទ្យការពារឧត្តមសេនីយ៍យើងនឹងទៅមើលក្រែងលោមានផ្លូវចេញឈប់សិនអ្នកណាគេខ្ញុំឈ្មោះស៊ីចៅជាអ្នកនាំសារចុះអ្នកនាំសារមុនទៅណារត់ចោលជួបាត់ហើយគេជាអ្នកស៊ើបការរបស់ទ័ពរំដោះមែនណាមិនអីទេវរៈស្នេហ៍ហងបញ្ជាថាឲ្យលោកដកទ័ពចេញពីទីនេះភ្លាមដកទ័ពឯងហេតុអីទៅនោះឲ្យកដាស់ពជាមកយើងថាឯងជាទ័ពរំដោះមែនអើយអាណិតខ្ញុំផងដេកមួយទៀតហើយចោះចាញ់ហើយកងលេខ7លោកការពីទីនេះហើយការពីច្រកចេញបោះតោះយូគេអ៊ីពាក់កៅអៅពួកគេទៅពួកយើងនឹងចេញទៅរកឧត្តមសេនីយ៍ឈិនតែ2នាក់ទៀតត្រូវហើយមនុស្សកាន់តែតិចកាន់តែងាយស្រួលជឿខ្លួនឯងទៅពួកយើងនឹងធ្វើបាន